101គឺជាវគ្គសិក្សាដែលចាប់ផ្ដើមពី0ឲ្យខ្លាយទៅជាអ្នកចេះប្រើការបានបងប្អូនត្រូវតែសំលៀងទេពកោសល្យរបស់ខ្លួនដើម្បីសម្របខ្លួនឲ្យតាមទៅនឹងនាការនៃលុយ digital ក្នុងវគ្គសិក្សានេះបងប្អូននឹងយល់ដឹងអំពី crypto បងប្អូននឹងចេះប្រើប្រាស់ crypto ហើយនឹងបងប្អូននឹងអាចមានសមត្ថភាពនៅក្នុងការបង្កើតចំណូលពី crypto ឧទាហរណ៍ដល់ឯងចង់វេលុយចេញពីខ្មែរទៅអាមេរិកឯងឆ្លងកាត់អីខ្លះឆ្លងកាត់ធនាគារសម័យឆ្លងកាត់ធនាគារកណ្ដាលរបស់ប្រទេសហើយឆ្លងកាត់ធនាគារកណ្ដាលរបស់អាមេរិកហើយឆ្លងកាត់ធនាគារសម័យមួយទៀតនៅអាមេរិកហើយបានទៅដល់ account របស់យើងមែនអត់បាទអញ្ចឹងវាឆ្លងកាត់អញ្ចឹងវាចាយ fee ច្រើនហើយត្រូវការប្រើប្រាស់ពេលយ៉ាងហោចណាស់3ទៅ5ថ្ងៃដើម្បីលុយនឹងបានទៅដល់អ្នកទទួលមែនអត់តែ blockchain យើងប្រើប្រាស់រយៈពេលតែ2-3នាទីឬអស់យូរអីកន្លះម៉ោងលុយនឹងទទួលហើយអស់ fee វាថោកទៀតបាទហ្នឹងហើយដែលគឺជាការដោះស្រាយដែលជាមូលដ្ឋានចម្បងរបស់អ្នកបង្កើត blockchain ដំបូងអ្នកសេ Bitcoin ដំបូងហ្នឹងបាទហើយបានក្រោយមកបានមាន Ethereum បង្កើតមកហើយ Ethereum គឺជាអីគឺជា cryptocurrency មួយដែរដែលបង្កើតឡើងដោយ founder វាក្មេងហ្នឹងទៅជនជាតិអីទេជារុស្ស៊ីហ្នឹងឯងស្គមណាខ្ញុំតន់ Ethereum តាំងពី Ethereum មកគ្រាប់3រៀលមកគ្រាប់1000ដងឥឡូវគុណមើលតើប៉ុន្តែយើងសួរថាបើសិនជាខ្ញុំមានចំណេះដឹងប៉ុណ្ណេះនៅក្នុងសម័យនោះមិនដឹងលុយសល់ប្រហែលដែរប៉ុន្តែវាមិនដឹងវាអត់មានណាបរៀនអ្នកណាចេះបរៀនបើជួនកាលខ្ញុំបាញ់កាក់បាត់1500បាត់ឈឹង3ខែក៏មានហ្នឹងហើយដែលជាបញ្ហាដល់ពេលពពួក altcoin មានន័យថាកាក់ក្រៅពី Bitcoin ណាមកពីពាក្យថា alternative coin មានន័យថាជាកាក់ផ្សេងទៀតកាក់ដែលមានជម្រើស altcoin ហ្នឹងមកពីពាក្យថា alternative coin ឲ្យទៅក្រៅពី Bitcoin បាទអាហ្នឹងគេដល់ coin ក៏រាប់តែ altcoin ទាំងអស់បាទដល់ពេល stable coin មានន័យថាជាកាក់ដែលវាមិនឡើងហើយវាមិនចុះយល់ពាក្យថាកាក់មិនឡើងមិនចុះអត់មានតម្លៃវានៅប៉ុណ្ណឹងទិញ1លាននៅប៉ុណ្នេះលានហ្នឹងណាបាទឧទាហរណ៍ដូច USDT USDC ដៃអាហ្នឹងសិតតែជាពពួក stable coin ហើយណាបាទនេះដល់ពេល blockchain មានន័យថាជាបច្ចេកវិទ្យាប្រតិបត្តិការដែលផ្ដល់សុវត្ថិភាពទៅឲ្យ cryptocurrency ដោយប្រើបណ្ដាញបញ្ជីទិន្នន័យដែលមិនអាចកែប្រែបានមានន័យថាឲ្យតែនិយាយអំពី cryptocurrency គឺគេត្រូវប្រើប្រាស់ blockchain ជាកូដ Bitcoin ប្រើប្រាស់ blockchain.org ដែលជា network របស់វាជាបណ្ដាញរបស់វា Ethereum ប្រើប្រាស់ Etherscan ជាបណ្ដាញរបស់វាដល់ពេល Binance បងឯងស្គាល់កាក់ Binance BNB ស្គាល់ដល់ពួកខ្ញុំទិញនៅក្នុង app ហ្នឹងហើយ BNB វាប្រើបណ្ដាញអី blockchain វាគឺអី Binance Smart Chain Binance Smart Chain បាទហើយដល់ពេល Tron វាប្រើ Tron Scan គឺជា blockchain Tron គឺជាកាក់ជា cryptocurrency អានេះអ្នកអស់នេះស្ដាប់តន់យល់ខ្លះអានេះគាត់នៅពាក្យមួយពាក្យបច្ចេកទេសទាក់ទងនឹង crypto បើយើងអត់យល់ពីអានោះទេមិនគេហៅអ្នក crypto ទេយើងទៅធ្វើយកអានោះយើងទៅបោកទៀតបាទចឹងដូចមានចូលសម្លេងបងគាត់ហៅឡូបាទអញ្ចឹង blockchain វាគឺជាបច្ចេកវិទ្យាប្រតិបត្តិការដែលគេសួរថាតើ Bitcoin ប្រើ blockchain អី Bitcoin វាប្រើ blockchain.org ហ្នឹងហើយ.org បាទពេលដែលអូនឯងបាញ់ Bitcoin ទៅអូនឯងប្រើ network blockchain.org ដល់ Ethereum យើងប្រើ blockchain Etherscan ដល់ពេល Binance វាប្រើ blockchain Binance Smart Chain BNB ដល់ពេល TRX កាក់ Tron វាប្រើ Tron Scan បាទដល់ខ្ញុំអត់សូវដែរបាញ់មួយណាអត់សូវដែរ
ខ្ញុំ មែនទេ យូ មែន រ អ បា ត់ ច់ មែនអត់សូវដឹងអាហ្នឹងក៏យកយើងរៀនបើយើងអាន បាទ ហ្នឹងណាបានយើងដឹង បាទ មិនមែនទៅបាញ់ទេចឹងហើយបានជាអូនឯងគេប្រើប្រាស់នៅពេលដែលគេប្រើ USDT នេះមិនថាឥឡូវបាញ់ USDT បងសួរវិញអូនឯងបាញ់តាមណាពាក្យថាបាញ់តាមណាហ្នឹងមានន័យថា USDT ជា Binance Smart Chain ឬក៏ USDT ជា Tron ឬក៏ USDT ជា ERC20 ERC20 គឺ Ethereum អូខ្ញុំបាញ់ម្ដងហ្នឹងដូចជាបាញ់ ERC 20ហ្នឹង ណា ERC20 មានន័យថាគេប្រើប្រាស់ Ethereum គឺជា network វាមិនខុសពីអូនឯងទិញតំណែងឥឡូវតំណែងអូនឯងនៅពេញតែអូនឯងចង់ផ្ញើទៅកំពង់ចាមអូនឯងផ្ញើតាមណាវរៈបុណ្យធម្មឬក៏ TNT ឬក៏ស្អី អូខេ អញ្ចឹងអា network ហ្នឹងវាដូចគ្នាយល់អត់ បាទ អញ្ចឹងគេបញ្ជូនកាក់មកកាបូបអូនឯងនេះគេបញ្ជូនតាមណាបើអូនឯងឲ្យ Ethereum គឺ ERC20 អាហ្នឹង Ethereum ណា TRC20 អាហ្នឹង Tron ហើយណា ចឹងបានន័យថាអា cost តម្លៃនៅក្នុងការ transfer ហ្នឹងគឺតាម ខុសគ្នា network មួយ ខុសគ្នាបាទ អាចទៅគ្នា ឆាយអត់ដូចគ្នាបើ Tron វាឆាយ$1 ចឹងអា ERC 20នឹងគេថាអាហ្នឹងរៀងថោក អាហ្នឹងតែ$1ទេអា TRC20 គឺ Tron ហ្នឹងហើយ ហើយ network វាសុវត្ថិភាពជាងគេ ខ្ញុំគេប្រើតែហ្នឹង បាទហើយតែពេល Binance Smart Chain វាថោកជាងអាហ្នឹងទៀតប៉ុន្តែគ្រាន់តែថា network វាមិនសូវជាសុវត្ថិភាពទេ បាទ បាទអញ្ចឹងណា Bitcoin គឺអាចបាញ់តាម ERC 20ហ្នឹងបាន អត់មានទេ Bitcoin អត់មាន ERC20 Bitcoin គឺវាប្រើប្រាស់ Bitcoin វាមក បាទ ដល់ពេលកាក់ស្គាល់កាក់ Telegram ហ៎កាក់បោះ Telegram ឈ្មោះអី អត់ដែរបានដឹងហ្នឹង Ton ឈុន បាទ TON TON បាទ Ton ណា Ton 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 បាទហើយកាក់ Telegram ហ្នឹងវាប្រើ network វាគឺ Ton Scan ហ្នឹង បាទ បាទហ្នឹងអញ្ចឹងអាចំណុចអាឯងសំខាន់របស់កាក់មួយហ្នឹងគឺវាតាក់ទងទៅនឹងអា network ហ្នឹងហើយ បាទ បាទដល់មួយទៀតតាក់ទងនឹង mining មានន័យថាគឺការជីកឬក៏ការរុករកនៅ Bitcoin ណាព្រោះ Bitcoin រាល់ថ្ងៃវាដើរដោយសារតែ mining ដោយសារតែមានគេជីកហើយ Bitcoin ដោយសារតែបច្ចេកវិទ្យាវាគេប្រើ POF proof of work POW តែអញ្ចឹងវាត្រូវការម៉ាស៊ីនកុំព្យូទ័រធំដើម្បីធ្វើការម៉ាញពាក្យថាម៉ាញនៅក្នុង Bitcoin ហ្នឹងគឺជាការដោះកូដណាបាទអញ្ចឹងនៅពេលដែលគេដោះបានមួយគេឲ្យ reward គេឲ្យអីហ្នឹងកាដូទៅមួយទៅណាបាទអាហ្នឹងគឺ mining ដល់ពេល hash rate នេះគឺជាល្បឿននៃការបាញ់ crypto ដូចមកថាឥឡូវអូនឯងចង់បាញ់ crypto 2នាទីឲ្យចូលឬក៏5-10នាទីឲ្យចូលឬក៏30នាទីអាហ្នឹងគឺគេប្រើ hash rate តាម fee បើ Bitcoin វាមាន fee របស់វា អាចរើសបានទេលោកគ្រូអាចរើសបាន អាចជ្រើសរើសតាណាដល់ពេល wallet វាកាបូបកាបូបវាដូចជា MetaMask Trust Wallet Ledger អញ្ចឹងនៅក្នុង cryptocurrency បើលុយឥឡូវខ្ញុំសួរលុយក្រដាស់ប្រាក់បងឯងប្រើកាបូបមែនទេកាបូបក្នុងកប៉ៅខោយើងមែនទេបាទ ដល់ពេលអានេះលុយ crypto វាមិនត្រូវការ crypto wallet ដូចគ្នាណាតែនិយាយទៅ bank account បានលោកគ្រូ អត់ទេមែនទេ bank account គេហៅថា e wallet ទេ បាទ បាទអញ្ចឹងលុយរបស់ crypto និងលុយ bank ខុសគ្នាដោយសារតែ bank account វាជា e wallet ឬក៏គេហៅ digital wallet ប៉ុន្តែ wallet ហ្នឹងគឺ wallet ដែលគ្រប់គ្រងដោយក្រុមហ៊ុនតែ MetaMask អីចឹងគឺ wallet ដែលគ្រប់គ្រងដោយអូនឯងដោយម្ចាស់យល់មានន័យថាយើងតែបាត់ password បាត់អីហើយគឺចាប់ហើយនៅក្នុងនេះធនាគារឧទាហរណ៍ឥឡូវឧទាហរណ៍ពួកអ្នកនៅអ៊ុយក្រែនបើវាមានលុយនៅ bank account របស់ធនាគារនៅអ៊ុយក្រែនវាយធនាគារនឹងខ្ទេចខ្ទីលុយវាបាត់អស់ហើយមិនចឹងបាទតែបើសិនណាបើឧទាហរណ៍ថាបើសិនណាជាលុយវានៅក្នុង cryptocurrency បាទ លុយនៅ cryptocurrency ប៉ុន្តែដល់ពេលវានៅអា passphrase របស់វានេះពេលដែលវានៅ passphrase របស់វានេះដល់វាបាត់ទូរស័ព្ទអីដល់វារត់ទៅដល់អឺរ៉ុបវានៅតែ passphrase ហ្នឹងទៅដល់វាទិញទូរស័ព្ទថ្មីវាយចូលអាហ្នឹងទៅលុយវានៅក្នុងហ្នឹងដែរបាទតើអាហ្នឹងតែជាចំណុចសំខាន់នៃ crypto ណា
បាទ បាទអញ្ចឹងបើសិនណាជាលុយនៅក្នុងធនាគារនៅពេលដែលប្រទេសមានបញ្ហាបាំងនឹងគេវាយអាលុំមាលាយទៅវាចាប់ហើយយកយើងណា បាទ តែបើលុយនៅក្នុង crypto វាចឹងឲ្យតែនៅអា24តែបើបាត់ដល់24អាហ្នឹងក៏ចាប់ដែរបាទម្សិលមួយថ្ងៃគេយកអរ៉ៃនេះគេយកអរ៉ៃនេះឥឡូវមកដល់អាពីរចំណុចនេះ private key ហើយនិង public key បាទ យល់ពាក្យហ្នឹងអត់ អត់ ទី យល់ 1គឺសោឯកជនអាសំខាន់អា private key ហ្នឹង private key គឺលេខសម្ងាត់របស់ខ្លួនឯងកាបូបខ្លួនឯងបើខ្លួនឯងតើតាមានអា private key បានខ្លួនឯង lock ចូលបានហើយអា private key ហ្នឹងខ្លួនឯងអ្នកនៅអ្នកណាគឺអ្នកហ្នឹងហើយជាកម្មសិទ្ធិ បាទ ណាតែ public key គឺជា address គឺជាឥឡូវឧទាហរណ៍ថាបងចង់បាញ់អរ៉ៃUIDT ទៅឲ្យខ្លួនឯងត្រូវឲ្យ address មកបងមែនអត់ ហ្នឹងហើយ អាហ្នឹងហើយគេហៅថា public key ប៉ុន្តែមុននឹងខ្លួនឯងចូលទៅក្នុង address ខ្លួនឯងនេះខ្លួនឯងត្រូវប្រើអីចូល private key private key password របស់យើង ហ្នឹង ដើម្បី ហើយ ឲ្យចូល បាទអញ្ចឹង private key និង public key ណាយល់ពាក្យហ្នឹងណា បាទ បាទអាមួយសោឯកជនអាមួយសោសាធារណៈសោឯកជនគឺជាសោដែលខ្លួនឯងចាក់ចូលក្នុងកាបូបខ្លួនឯងតែសោសាធារណៈគឺជា address អាស័យដ្ឋានដែលខ្លួនឯងឲ្យគេដើម្បីឲ្យគេបាញ់ចូល ពេលទៅតែ bank account របស់យើងដែរ បាទ លេខ bank account ហើយនិង password ទៅ ណា បាទ បាទហើយ តែហ្នឹងជួយយល់ ម្សិលមួយថ្ងៃមាន account មួយគេឲ្យមើល public key មួយជា address របស់ Bitcoin ដែលគេទិញតាំងពី2011 10000 Bitcoin ហើយគេបែរជាចូល1 billion ជិត 1000 លានហើយកាបូបហ្នឹងអត់ដែរបាញ់ចេញសោះ បាទ អញ្ចឹងយើងសន្និដ្ឋានថាអ្នកដែលទិញអាហ្នឹងហើយបាត់ private key បាត់ហើយ បាទ ហ៎ហើយអង្គុយមើលទៅហ៎អូឈឺក្បាលដល់តែជុំ10000 Bitcoin យកនេះគេមើលទៅ គ្រូចង់សួរថាបើសិនជា private key យើងនៅចាំប៉ុន្តែ public key ហ្នឹងយើងត្រូវចាំដូចគ្នាគ្រូ អត់ចាំបាច់ចាំទេអា public key ឡើងវាមាននៅក្នុង តែយើង ចូលដូចមាន បាទតើអូនឯងចាក់ private key ចូលអា public key វានៅហ្នឹងហើយ បាទគ្រូបាទ វាសំខាន់ private key ចាក់សាក់ចូលជាប់កាពះគូទៅពិបាកពេក ដាក់ទៅ QR code ហ៎ហើយមានម្សិលមិញនោះអាអ្នកដែលគេម៉ាញផាយ Bitcoin ម៉ាញហើយគ្នាខំម៉ាញតាំងពី2019តែពេលម៉ាញហើយមានអីគ្មានដឹងតែគេលួចអាពួកហុងកុងវា message មកទិញដល់ទិញមកវាមិនផ្ញើ link មកអាពួក scammer ណាដល់គាត់ចេះបំពេញលេខបំពេញកើតទៅក៏ឲ្យអា24ពាក្យនោះទៅគេទៅតែគេលួចបាញ់នៅមុខនោះគ្មានដឹងទេហ៎គេមានសំណួរអីទៀតទេ តើប្រើទៅនឹង ខ្ញុំចង់ដឹកមុខងារម៉ាញនេះទៅវាជួយឲ្យទៅដល់ crypto ទៅអាម៉ាញនេះតែ ម៉ាញហ្នឹងហើយដែលជាមុខងារដែលសំខាន់ពួក crypto អត់មាន mining គឺ crypto អត់មានដំណើរការ mining វាស្មើនឹង confirming វាស្មើនឹងការបញ្ជាក់នៅប្រតិបត្តិការមួយពេលដែលអូនឯងបាញ់កាក់វាត្រូវការរងចាំ confirm ត្រូវការបញ្ជាក់ក្នុងការ confirm 2 ដង 3 ដង 20 ដង 50 ដង ទៅតាមកុងតើមួយៗដែលម៉ាញហ្នឹងមែនទេបង បាទហើយអ្នកដែល mining ហ្នឹងអ្នកដែល confirm ហ្នឹងគឺទទួលបាននៅកាក់ជា reward ហ្នឹងហើយ បាទប៉ុន្តែគាត់ថា Bitcoin វាប្រើប្រាស់ computer ដើម្បីម៉ាញ បាទ ដល់ពេលត្រុនវាប្រើប្រាស់មធ្យោបាយម៉ាញតាមរយៈ validate អីគេវិញលោកគ្រូ validate នេះគឺបោះឆ្នោត validate បាទអញ្ចឹងមធ្យោបាយម៉ាញវាផ្សេងគ្នាដោយអា Bitcoin នេះគឺវាម៉ាញនេះតាមរយៈទី1គឺចុចតាមទូរស័ព្ទដៃប្រើទូរស័ព្ទដៃដើម្បីម៉ាញ បាទចុះលោកអាចថ្ងៃណាបើគេជុំម៉ាញទៅ Bitcoin មិនដូច វាកំណត់វា21លាននៅពេលដល់21លានមានន័យថា Bitcoin វាលែងម៉ាញមានន័យថាវាលែងកើតចេញទៀតហើយអស់ហើយកាលណាអស់ទៅម៉ាញអស់ទៅមានន័យថាវាទៅជារបស់ដ៏កម្រហើយឃើញទេ
វាទៅជារបស់ដល់ដល់កម្រហើយ លោកគ្រូសុំសួរកន្លែង hash rate តិចមើលគ្រូ បាទ hash rate hash rate បាទ hash rate ហ្នឹងតើតើទៅនឹងអាហ្នឹងដូចលបឿនដែលយើងត្រូវបាញ់ លបឿនដែលយើងបាញ់ចេញបាទមានន័យថាអញ្ចឹងឥឡូវឧទាហរណ៍ថាអូនឯងចង់បាញ់កាក់ Bitcoin មកបងអូនឯងចង់5នាទីដល់បងឬក៏5-10នាទីដល់បងឬក៏កន្លះម៉ោងដល់បងហើយតម្លៃខុសគ្នា អាហ្នឹងគេឆាយតាមនឹងដែរ បាទអាហ្នឹងគេហៅ gas fee មានន័យថាថ្លៃសម្រាប់ជា gas ថ្លៃ gas សម្រាប់បញ្ជូនកាក់ហ្នឹងចេញ បាទ បាទ អូខេបាទតែវាតកតងជាមួយនឹងលបឿនអ៊ីនធឺណិតនៅក្នុងទូរស័ព្ទឬ laptop យើង អត់ទេអានេះមានពាក់ព័ន្ធដែរហ្នឹង ហ្នឹងអត់ទៅពាក់ព័ន្ធបាទ តាក់ទងទៅនឹងបច្ចេកវិទ្យាមួយដែលវាសរសេរកូដទេអាហ្នឹងបាទអស់នេះសឹកកូដទាំងអស់ហើយអូន បាទ ហ្វេហ្នឹងណែទេណាយកលោក ពីហ្នឹងគឺអ្នកយកគឺពួក exchange ឥឡូវមកថាអូនឯងប្រើ Binance Smart Chain គឺ Binance ហ្នឹងអ្នកយក Binance Smart Chain បាទអូនឯងប្រើ Ethereum អ្នកឆាតបងអូនឯងគាត់ថា Binance ណាគាត់ថា fee មួយថ្ងៃរកបាន1លានណា បាទទៅសំណួរមុនលោកគ្រូដែលខ្ញុំសួរខ្ញុំថាអញ្ចឹងនៅពេលដែលគេឈុំបាញ់ហើយតើវានៅដើរទៀតដូចជាគេបិទ អត់តែវានៅ system មិនគេបាត់ទេគឺ system វានៅដើរដដែល Bitcoin នៅតែ Bitcoin ដដែលទេឥឡូវគេឈុំបាញ់គេឈប់បាញ់គាត់នៅកាក់ហ្នឹងវាអត់កើតមានន័យថាអ្នកចង់និយាយថាវាលែងបានណាវាលែងបានច្រើនណាបាទកាក់ហ្នឹងខ្សត់ទៅបាទបើតាមខ្ញុំដឹងដូច Bitcoin ឥឡូវលេងសូវគេចង់បាញ់ព្រោះអត់ងាយបាទ វានេះវាបានតិចពេកណាអញ្ចឹង Bitcoin រងថ្ងៃនេះ Bitcoin វាលែងគេចង់ចរាចរហើយដោយសារអីគេទិញទុកហ្នឹងដូចពេជ្រអញ្ចឹងកាលណាគេម៉ាញពីដីមកគេយកមកពូលាពូអីឥឡូវគេទុកនៅណាគេទុកនៅក្នុងឃ្លាំងរបស់គេអស់ហ្នឹងទូដែកបាទហើយដល់ពេលហ្នឹងគេលែងយកទៅធ្វើអីគេយកទៅដាក់ប្រចាំវិញយល់អត់គេយកប្លុកគេយកអាហ្នឹងទៅយកប្រចាំទៅយកលុយវិនិគាខ្ចីវិនិគាអីចឹងទៅចាំ Bitcoin អាហ្នឹង digital gold អូនមានប្រទេសដែលមានប្រទេសដែលគេឲ្យទេលោកគ្រូខ្ញុំយក Bitcoin យកទៅដាក់កម្ចីធនាគារបានដែរមានតាមានបាទមានគេធ្វើរាល់ថ្ងៃតា business ធំគេយកហ្នឹងដែរដូចប្រេងដូចអីមិនបងចង់ទិញប្រេងបងចង់ទិញប្រេងបងអត់មានលុយចាំបាច់ត្រូវលុយបងមាន Bitcoin អញ្ចឹងបើថាប្រេងបងមាន 10000 Bitcoin 10000 Bitcoin បងយក 10000 Bitcoin ទៅធ្វើឯកសារធ្វើអីវាយ notary ទៅយកអាហ្នឹងទៅតម្កល់នៅធនាគារទៅគេតម្កល់នៅធនាគារទៅធនាគារឲ្យខ្ចីហ្នឹងប្រហែលភាគរយហើយយកលុយហ្នឹងយកមកទិញប្រេងមកបាទនៅដល់មកសំណួរចំក្រោយបងគ្រូខ្ញុំពាក់ព័ន្ធមួយនឹងឥឡូវតើយើងអាចដកលុយទៅពេលដែលយើងចង់ដកលុយអាចដកតាមធនាគារឬមានធនាគារនៅណាដែរព្រោះដូចនៅខ្មែរដូចអត់ទាន់ support យើងអត់ទេអត់មានពាក់ព័ន្ធនិយាយរួមទៅចេះតាក់ទងនឹងហ្នឹងគឺ Fed យើងលុយធនាគារគេហៅ Fed 58លឺហ៎អូនលឺហ៎ហៅឡូបាទចង់និយាយថាលុយនៅធនាគារគេហៅលុយ58ហៅ Fed FIAT លឺហ៎អូនអាឡូខ្ញុំលឺតែគ្រូលឺតែបាទតែជាគាត់មានបញ្ហាណាបាទគ្រូបាទអញ្ចឹងលុយ Fed វាផ្សេងលុយ crypto យើងនៅក្នុងពិភព crypto ផ្សេងណាតែពីរអ្នកហ្នឹងវាអត់មានតំណែងតំណងនេះទេប៉ុន្តែឥឡូវនេះធនាគារមួយនៅលើពិភពលោកវាកំពុងតែធ្វើប្រតិបត្តិការអាលុយរបស់វាហ្នឹងវាទៅជា crypto ដែរហើយតែអាត្រាំវាកំពុងតែនេះហ្នឹងកំពុងតែឈ្មោះណាគេនឹងបង្កើតទៅជា CBDC មានន័យថា Central Bank Digital Coin កាក់ digital របស់ធនាគារជាតិអញ្ចឹង
បាទអញ្ចឹងទៅថ្ងៃមុខបាទនៅពេលដែលធនាគារមួយគាត់អូខេអូនអញ្ចឹងម៉ោងយើងថ្ងៃហ្នឹងយើងសិក្សាទស្សនវិជ្ជាទូទៅនៃcrypto យើងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងដោយសារតែដល់ម៉ោងហើយវានេះ Zoom វា alert ច្រើនដងហើយ បាទគ្រូបាទ បានអរជម្រាបលាបងបាទ អូខេ បាទជម្រាបលាគ្រូបាទអរគុណ សង្ខេបមកបានអីខ្លះណាយល់ខ្លះ យកខ្លះគ្រូជាអត់ទាន់ជាតអនុវត្ត អត់ទេឲ្យយល់ជា concept សិន បាទគ្រូបាទ អនុវត្តផ្សេងឯងសំខាន់ concept សិនបើអត់ concept ទេទៅអនុវត្តអញ្ចឹងឯង បាទគ្រូបាទ បាទអូខេអរគុណមាន បាទ ពេល អរគុណបាទជំរាបលាគ្រូបាទអរគុណបាទ